វីដេអូនេះបង្ហាញពីដំណើរផ្សងព្រេងវគ្គ1ហើយអរគុណម៉ាក់យាយតាតាដែលជូនទៅពលានហោះពីព្រលឹមដកលយបាយវីដេអូចឹងមុននឹងលាគ្នាយើងថតរូបលេងសិនហើយក៏មិនដូចប៉ះទៅចង់ដូច Ashley នោះមកមីមើលទៅខាងនោះ going ចឹងកំពុងអង្គុយរងចាំឡើងយន្តហោះហើយយន្តហោះនោះយើងត្រូវឡើងយន្តហោះកម្ពុជាយើងនឹងឯងហើយឥឡូវដល់ម៉ោងហើយយើងត្រូវឡើងយន្តហោះហើយនេះជាលើកទី1ដែរដែលយន្តហោះយើងជាយន្តហោះកម្ពុជាហើយនឹងហើយន្តហោះរបស់យើងគឺគ្រាន់បើដែរស្អាតហើយឥឡូវអត់ទាន់ឡើងទេរៀបរឹកថតរូបមួយសិន yes ដើម្បី of course បាន I take a video with your កម្ពុជាយើង mommy ថែមួយយន្តហោះ over there over back you can see over back ទៅ B là đi B ជួរ B 4B ទៅមុខចឹងឡារីដូចជាលើកទី1ដែរចឹងព្រោះដោយសារការជិះយន្តហោះលើមុនឡារីនៅទូចទេចឹងគាត់អត់ដឹងមិនអត់ដឹងខ្សែដឹងតែដឹងតិចចឹងប៉ុន្តែឥឡូវគាត់ធំចឹងគាត់អាចដឹងពីរបបនៃការជិះពីរបបនៃការធ្វើអីខ្លះចឹងណាហើយឡារីអត់ចោលទេគឺបន្ទប់ទឹកនឹងឯងនិយាយទៅយន្តហោះមួយណាក៏ត្រូវបានឡារីជឿនោមដាក់ដែរនឹងចូលបន្ទប់ទឹកនៅលើយន្តហោះដែររៀងស្រាវខ្លះដែរហ្នឹងណានៅចិត្តស្លាប់យន្តហោះនេះហ្នឹងហើយឡារីកំពុងតែរីករាយនឹងទេសភាពហើយរំភើបបានឡើងចឹងយើងជិះជើងយន្តហោះនេះគឺយើងទៅបដូរជើងយន្តហោះនៅកោះត្រល់ចឹងមានរឿងច្រើនដោយសារតែយើងអត់ហោះត្រង់ទេយើងបាន cancel ត្រូវបាន cancel ជើងយន្តហោះជាមួយនឹងយន្តហោះអាមេរិកចឹងយើងបុកថ្មីហើយបុកថ្មីហ្នឹងគឺយើងយន្តហោះយើងជើងយន្តហោះយើងហ្នឹងត្រូវមានការពីរតង់មានការបដូរជើងយន្តហោះចឹងគឺយន្តហោះអាមេរិកយើងនឹងឯងដែល cancel ហ្នឹងចឹងយើងត្រូវការបុកភ្លាមពីយប់តែម្ដងឥឡូវយើងមើលទស្សនវិជ្ជាខាងក្រៅគេមានពពកឥឡូវដល់កោះត្រល់ហើយហ្នឹងហើយយើងអាចមើលពីលើបានឃើញកោះត្រល់ចឹងអត់មានអីវាមួយយ៉ាងដែរយើងបានរៀនពីការផ្លាស់ប្ដូរជើងយន្តហោះដែរហើយនេះមិនមែនផ្លាស់ប្ដូរដូចរបៀបបដូរពីយន្តហោះមួយទៅយន្តហោះមួយភ្លាមទេគឺយើងត្រូវតែទៅ check out ហើយហ្នឹងហើយអញ្ចឹងយើងរៀនមួយទៀតគឺយើងត្រូវ check out សិនហើយបានប្រម៉ែអីវ៉ាន់ check in វិញប្រហែលអីដោយសារពួកយើងដឹងថាហ្នឹងគឺជាដំណើរផ្សងព្រេងអញ្ចឹងយើងអត់មានយកវ៉ាលីអីច្រើនអីទេគឺយើងស្ពាយម្នាក់មកបងវិចនិយាយទៅកាត់អស់ហើយអញ្ចឹងយើងស្ពាយម្នាក់បវិចទេហ្នឹងហើយដោយសារមានការផ្លាស់ប្ដូរ cancel ពីយន្តហោះអាមេរិកហ្នឹងហើយដែលយើងត្រូវបដូរជើងយន្តហោះពីតង់ពីខ្មែរទៅកោះត្រល់ពីកោះត្រល់ទៅសិង្ហបុរីហ្នឹងហើយអញ្ចឹងឥឡូវបានមកស្គាល់ពលានហោះកោះត្រល់មួយទៀតដែរតាមមើលយន្តហោះគេលេងសិនទៅប៉ុន្តែក៏ឈរចាំយូរដែរដើម្បី check out ព្រោះអីអត់ទាន់មានម៉ាស៊ីនទំនើបដើម្បី check out ទេនៅកោះត្រល់អញ្ចឹងយើងនៅឈរតម្រង់ជួររងចាំគ្នាហើយសួរថាហេតុអីមិនហោះត្រង់នៅតាមគឺសម្បត្តិថ្លៃបើសិនយើងហោះត្រង់ហ្មងហើយនឹងយើងដើម្បីរៀងរកសម្បត្តិរៀងធូរបន្តិចណាដែលយើងអាចទទួលយកបានព្រោះអីយើងបុកភ្លាមយើងរកធូរអស់ហើយត្រឹមប៉ុណ្ណឹងអញ្ចឹងយើងសម្រាប់ចិត្តមកតនៅជើងយើងហោះកោះត្រល់ឥឡូវដល់វគ្គ check in វិញម្ដងមិនទៅ check out ហើយទេឥឡូវចូល check in វិញហើយហ្នឹងហើយអញ្ចឹងដំណើរកំសាន្តរបៀបនៃការសិក្សាពី check in និង check out ហើយជាបទពិសោធន៍របស់យើងដែរ អ
ចឹងដំណើរផ្សងព្រេង check in check out ចប់វគ្គ1នេះសិនព្រោះអីយើងរៀបរាប់តាពីសកម្មភាពរបស់យើង check in check out ទេហើយហ្នឹងហើយចប់ពីនេះទៅយើងរងចាំឡើងយន្តហោះទៅតែម្ដងហើយហ្នឹងហើយកំឡុងពេលហ្នឹងគឺនៅរំលេងសិនណាហ្នឹងហើយឥឡូវយើងដល់ពលានហោះឆាងហ្គីហើយជួបគ្នានៅpart 2 Are you happy?